chẳng là to be nè to be vì miền rồi đọc bay miền am is hay là chẳng về để pra từ dân thổi vô mui mà pra dân ở đại vô bay mà pra đây chẳng dân vô mui ná cứ ở sai thật ta bật thiên chỉ bật thiên ai chẳng dân pra muối muối ấy ប្រែថាបច្ចុប្បន្នកាលកំពុងបន្តរឿងដែលកំពុងបន្តនៅក្នុងពេលបច្ចុប្បន្នរឿងដែលកំពុងតែកើតឡើងវាអត់ទាន់ចប់ទេបាទអញ្ចឹងយើងប្រើ present continuous អញ្ចឹងទី1យើងមាន form របស់វា form ប្រែថាទម្រង់ទម្រង់ឬក៏អាចមួយទៀតនិយាយថាជារូបមន្តវាក៏បានដែរណាអញ្ចឹង form របស់វាទី1យើងត្រូវយក subject ត្រូវមាន subject បូកជាមួយនឹងអីគេបូកជាមួយនឹង to be បាទ to be មានអីមាន am is ហើយនឹង are នឹងឯងណា to be ហ្នឹងបន្ទាប់មកយើងបូកអីបូកជាមួយនឹង verb ហើយមាន ing ណាបាទចុងក្រោយយើងបូកអីបូកទៅតទៀតបាទឥឡូវយើងមើលឧទាហរណ៍ថាខ្ញុំញ៉ាំអាហារពេលព្រឹក I eat breakfast ប៉ុន្តែបើយើងចង់និយាយវាទៅជាការកំពុងបន្តវិញយើងនិយាយថាម៉េចថាខ្ញុំកំពុងញ៉ាំអាហារពេលព្រឹកថាម៉េចចឹង I អី I យក am មកដាក់ eat yeah eating the time to eating good yeah breakfast breakfast ចឹងអា breakfast ហ្នឹងគឺជាអាចចុចនៅខាងក្រោយនេះយើងដាក់អីដាក់ទៅដើម្បីបំពេញនៃខាងមុខនេះតែនេះយើងក៏អាចនិយាយថា I am eating ខ្ញុំកំពុងញ៉ាំតែប៉ុណ្្នឹងក៏បានដែរមិនបាច់ដាក់ពាក្យ breakfast នេះក៏បានដែរឃើញទេចឹងអាចចុចខាងក្រោយនេះវាអត់សំខាន់ទេអ្វីដែលសំខាន់គឺចាប់ពីទៅនេះចាប់ពីទៅមុខណាទី1ត្រូវមាន subject ក្នុងទីនេះពាក្យអីគេនេះ subject វាពាក្យអីគឺពាក្យaiហ្នឹងជា subject បាទអញ្ចឹងកន្លែង to be នេះ to be វាមានរហូតដល់3មាន am is ហើយនឹង are អញ្ចឹងពេលដែលប្រើទៅយើងត្រូវយកមួយមកប្រើហើយយើងអាចយកទាំង3មកប្រើទេអញ្ចឹងយើងយកមួយណាគឺអាស្រ័យថាតើប្រធាននេះជាប្រធានអីប្រធាន I អញ្ចឹងយើងប្រើមួយអី am ណាបាទមួយទៀត eat ណាគេសាប់វា eat ញ៉ាំអញ្ចឹងយើងត្រូវថែមមួយទៀតចុងក្រោយ ing បាទ ing អញ្ចឹងទៅជា eating តោះនេះបាទតោះយើងមើលឧទាហរណ៍បន្តអ្នករៀនអង់គ្លេស you study English ដល់ពេលតើអ្នកកំពុងរៀនអង់គ្លេសថាម៉េច you យើងយក you are studying English good you are studying English យើងថែម ing ហើយយើងថែម to be នេះឲ្យវាគ្រប់ណាបាទចុះបើយើងនិយាយថា you are study English ត្រូវអត់ត្រូវទេចាំនេះយើងត្រូវតែចាំ to be am is are បាទ am is are ហ្នឹងយ៉ាងម៉េចគេអាស័ព្ទដែលនៅជាមួយវាទី1គឺត្រូវតែមាន ing យើងអាចនៅផ្ទាល់បានទេណាត្រូវតែមាន ing មានទី2ទី3ទៅទៀតប៉ុន្តែយើងនិយាយតែមួយហ្នឹងសិនបានហើយណាអាហ្នឹងចំណាំទេជួយ note ចំណាំដែរនេះអញ្ចឹងនេះយើងកត់ទុកណាបាទអញ្ចឹង to be ពាក្យថា to be គឺមាន3ហ្នឹងមានប៉ុណ្ណឹងបាទមានប៉ុណ្ណា am is are was were ហើយនឹង been ណាបាទអញ្ចឹងកិរិយាសព្ទដែលនៅបន្ទាប់ពី am is are ឬក៏អីប្រមាណហ្នឹង to be ហ្នឹងត្រូវតែ1គឺជាប្រាប់ឲ្យហើយណាបាទទី1គឺត្រូវដាក់ ing ណាកិរិយាសព្ទដែលនៅបន្ទាប់ពីវាបាទអញ្ចឹងជាឧទាហរណ៍ឲ្យមើល I am it no អត់ត្រូវទេតើដាក់មិនឲ្យត្រូវ I am eating ឃើញទេនេះ am នេះអញ្ចឹងគេអាស័ព្ទ it ណា it នេះនៅបន្ទាប់ពីវាគឺមិនអាចនៅផ្ទាល់អញ្ចឹងបានទេត្រូវតែដាក់ ing តោះបានទេនេះបាទទៀត you are study ត្រូវអត់ no អត់ត្រូវទេណានេះគឺជាអីនេះគឺជា to be អញ្ចឹង to be កិរិយាសព្ទដែលនៅបន្ទាប់ពី to be ហ្នឹងត្រូវតែអីត្រូវតែដាក់ ing ទី1អញ្ចឹងយើងអត់អាចដាក់ថា you are study បានទេត្រូវដាក់មិនឲ្យត្រូវគ្នា you are អី studying បាទ studying អូខេបាទគាត់ស្ដាប់ចម្រៀងគាត់ស្ដាប់ចម្រៀងថាម៉េចគាត់កំពុងស្ដាប់ចម្រៀងយើងអាចនិយាយថា he is listen to music បានទេបាទយើងនិយាយថាម៉េចត្រូវ he is good listening to music ឃើញទេ